បាទអរគុណអាយដាមប្រធានប្រវេនជាបឋមសូមគោរពដល់អាយដាមប្រធានប្រវេននិងអង្គប្រជុំទាំងមូលជាទីគោរពដល់មានពោះដោយសារខ្ញុំឃើញថាមួយរយៈនេះបន្ទាប់ពីសង្គ្រាមការពហិការស្រឡាញ់ជាតិខ្ញុំក៏មានភាពជឿចាប់អាយដាមលោកជំទាវទាំងអស់ក៏មានភាពជឿចាប់ហើយខ្ញុំសូមចូលរួមជាទស្សនៈទានជូនដល់សម្ដេចក៏ដោយប្រមុខរដ្ឋាភិបាលតាក់ទងនឹងប្រព័ន្ធរដ្ឋាភិបាលវៃឆ្លាតហើយកិច្ចការងារនេះខ្ញុំគិតថាវាអាចនឹងកាត់បន្ថយអំពើពុករលួយនឹងធ្វើឲ្យប្រទេសកម្ពុជាយើងឈានដល់មួយកម្រិតទៀតហើយខ្ញុំក៏ឃើញថាក្រសួងទូតនិគមនិងប្រេសនីលោកក៏បានចេញនៅគោលនយោបាយជាច្រើនហើយជាពិសេសនៅក្នុងឆ្នាំ2025លោកក៏បានចេញជាគម្រោងផែនការហើយមាន5កម្រិតហើយខ្ញុំសង្កេតថានៅប្រទេសកម្ពុជាយើងវាអាចនឹងនៅកម្រិត1ហើយក្រសួងខ្លះក៏អាចលោកឈានចូលដល់កម្រិត2ខ្ញុំសូមប្រាប់អាយដាមលោកជំទាវថាតើប្រព័ន្ធវៃឆ្លាតនេះតើជួយដល់ប្រជាពលរដ្ឋយ៉ាងម៉េចទី1តាក់ទងនឹងការកាត់បន្ថយអំពើពុករលួយដោយអាយដាមលោកជំទាវឃើញខាងពន្ធដារគេធ្វើឥឡូវការបង់ពន្ធគឺតាមរយៈ app តាមរយៈ technology តាមរយៈធនាគារដូច្នោះដែរក៏ដូចជាការកាត់ប្លង់ដីការធ្វើអត្តសញ្ញាណប័ណ្ណនិងសេវាកម្មសាធារណៈវិស័យសុខាភិបាលគ្រប់ក្រសួងគួរតែអាប់ដេតទៅជាប្រព័ន្ធរដ្ឋាភិបាលវៃឆ្លាតហើយខ្ញុំគិតថាការវិវត្តមួយជំហាននេះគឺពិតជាឲ្យប្រទេសកម្ពុជាយើងរីកចម្រើនមួយកម្រិតទៀតហើយខ្ញុំជឿជាក់ថាប្រទេសកម្ពុជាយើងអាចយកប្រទេសសិង្ហបុរីឬកូរ៉េខាងត្បូងដែលគេអនុវត្តបានជោគជ័យហើយដោយប្រសិទ្ធភាពហើយខាងគេនោះគេរហូតដល់ក្រសួងសុខាភិបាលទៀតគេតាមដានសុខភាពប្រជាពលរដ្ឋគេតាមរយៈ technology ខ្ញុំសូមឲ្យយោបល់ដែរដោយសារខ្ញុំមើលឃើញថាដើម្បីឲ្យប្រព័ន្ធរដ្ឋាភិបាលវៃឆ្លាតនេះលឿនខ្ញុំសូមឲ្យក្រសួងនីមួយៗជាពិសេសរដ្ឋាភិបាលឲ្យក្រសួងប្រៃសណីនិងទូតនិគមជាអ្នកក្តោបដាប់ server ដោយសារខ្ញុំមើលឃើញឥឡូវនេះដោយសារការវិវត្តរឿងដោយសារការចំណាយបាត់ជីខ្ពស់ហើយក្រសួងនីមួយៗព្យាយាមប្រកួតប្រជែងគ្នាបង្កើតដោយចំណាយខ្ពស់ព្រោះការធ្វើជាប្រព័ន្ធវៃឆ្លាតនេះវាទាក់ទងនឹងការរៀបចំច្រើនហើយការចំណាយច្រើនហើយជាពិសេសត្រូវការមាន server ហើយមួយទៀតដែលសំខាន់គឺធនធានមនុស្សគឺត្រូវចាយវាខ្ពស់អញ្ចឹងបើសិនជាមានក្រសួងច្រើនជាងការតើធនធានមនុស្សយើងអាចគ្រប់គ្រងបានអត់ហើយជាពិសេសកន្លងទៅមានគេ hack ចូលទៅក្នុង website របស់ក្រសួងតើក្រសួងប្រៃសណីនិងទូតនិគមនឹងមានយ៉ាងណាកន្លែងនេះគឺជាខ្ញុំគិតថាវាសំខាន់ខ្ញុំចង់ដល់ជាទស្សនៈជាជូនប្រមុខរដ្ឋាភិបាលថាឲ្យពន្លឿនដើម្បីឲ្យប្រជាពលរដ្ឋពួកកិច្ចការងារនេះមិនមែនតែបកកើតទេវាត្រូវការបដិបដាធនធានមនុស្សវាត្រូវការបដិបដាប្រជាពលរដ្ឋយើងឲ្យយល់ពីអត្ថប្រយោជន៍ទី2ហើយអតិសំខាន់ទៀត security ព្រោះអានេះវាងាយស្រួលបញ្ចូលងាយស្រួលហេតុហើយខ្ញុំចង់ជម្រាបអាយដាមលោកជំទាវថាអត្ថប្រយោជន៍នេះច្រើនបើសិនជារដ្ឋាភិបាលធ្វើដល់កម្រិតទី5ដែលក្រសួងទូតនិគមនិងប្រៃសណីគាត់បានសរសេរហ្នឹងគឺល្អខ្ញុំបានមើលឯកសារហ្នឹងហើយល្អបើលោកធ្វើបានដូចហ្នឹងមែនហើយពន្លឿនធ្វើបានល្អដល់កម្រិតទី5មានថាបើសិនជាយើងចង់ធ្វើអីមួយគ្រាន់តែចុចទៅក្នុង server ឬរដ្ឋាភិបាលវៃឆ្លាតហ្នឹងដឹងទាំងអស់ឧទាហរណ៍ថាចុចចូលឈ្មោះអាយដាមលោកជំទាវមានសុខភាពយ៉ាងម៉េចឋានភាពយ៉ាងម៉េចគ្រប់បែបយ៉ាងអញ្ចឹងយើងចង់អភិវឌ្ឍប្រទេសចង់ឲ្យធ្វើអីមួយវាមានភាពងាយស្រួលព្រោះ data ហ្នឹងវាច្បាស់លាស់ទិន្នន័យរបស់ប្រជាពលរដ្ឋច្បាស់លាស់យើងក្តោបបានច្បាស់លាស់ហើយខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់លើកិច្ចការងារនេះឲ្យពន្លឿនហើយធ្វើម៉េចឲ្យការចាយវាយរដ្ឋថវិការដ្ឋឲ្យមានប្រសិទ្ធភាព
ហើយដូចខ្ញុំមានប្រសាសន៍អញ្ចឹងគឺថាជាទស្សនៈទានខ្ញុំធ្វើឲ្យក្រសួងទូតអ្នកគុំប្រេសនីហ្នឹងគាត់ជាអ្នកចាត់ចែងcentral កណ្ដាលមួយជាអ្នកសម្របសម្រួលហើយការផ្លាស់ប្ដូរអីមិនគឺតាមក្រសួងនីមួយៗខ្ញុំគិតថាកិច្ចការងារនោះចំណាយថវិកាជាតិល្អជាងហើយនឹងមានប្រសិទ្ធភាពជាងហើយនឹងការប្រើប្រាស់ធនធានមនុស្សវាល្អជាងចុងបញ្ចប់ខ្ញុំសូមជូនពរដល់លោកជំទាវមានអាយុវណ្ណៈសុខៈពលៈ8ខែដែរបាទសូមអរគុណ